chẳng tờ bột lợt phơ lợn mà tỏ tỏ tờ bột lợt phơ lợn nà mà ghi tờ nà nè ngà dọc chấm tờ cái lạnh bột lợt phơ lợn mà coi tờ bột lợt phơ lợn dọc chấm tờ cái lạnh bột lợt phơ lợn màសូមអញ្ជើញចូលរួមពិធីជប់លៀងបុណ្យរាត្រីសមសរបស់លោកវិទ្យាពរណៈផ្ដើមនៅថ្ងៃទី18ខាងមុខនេះនៅសាលារៀនរងយីមពធណាស់អស់ទៅដល់បាងកកនោះយើងនៅនេះក៏មិនសូវចំណាំគេទៀតផងហូប៉ាចង់ចេញមកដល់លេងទេមកដល់លេងហ៎មកដល់លេងមកចេញមកហូប៉ាគួរឲ្យស្រឡាញ់ណាស់មកចេញមកចេញមកទ្វារបើកហើយដល់លេងទៅណាបើចង់ចូលខ្លួនឯងទៅច្រើនណាស់តង់បើសិនជាឯងមិនមកទេនោះខ្ញុំច្បាស់ជាអង្គុយថ្មឹងតែម្នាក់ឯងហើយអត់ទេបើទោះជាមកយើងក៏មិនអីដែរចេញទៅហើយបកកាយខ្លាំងណាស់អរគុណចាណែឯងមិនដែលគិតចង់ធ្វើជាសង្សាររបស់ខ្ញុំមែនទេមិនដែរទេតែខ្ញុំដែរខ្ញុំគិតថាបើសិនជាឯងជាសង្សារខ្ញុំវិញណាយើងនឹងបណ្ដាគ្នាដើរទៅបង្អួតជាមួយនឹងប្រុសស្អាតរួចហើយស្រាប់តែលឺរអ៊ូក្បែរទៅជាឯងថាឲ្យតែឃើញអ្នកណាស្អាតមិនបានទេណាស្ដាប់មើលចុះធាតុអាកាសដូចផ្កាយរៀងអញ្ចឹងណោះអាឡូអេនដ្រូរួចហើយអូយមិនក៏រហាមម្លេះវិញអូខេអញ្ចឹងហ៎ស្អែកនេះមានការផងល្អណាស់អូខេបន្តិចទៀតជួបគ្នាបងតង់អាណាក្រែងថាបងនៅជាមួយខ្ញុំហ៎អាឡូនាងជេនឹងណាអូខេជម្រាបលាទៅជាមួយគ្នាទេអត់ទេយូរឯងទាំងពីរនាក់បាននៅចិត្តគ្នាម្ដងអូយអត់អីទេមើលគ្នាទៅមើលគ្នាមកតែពីរនាក់វាក៏ធុញដែរណាអត់ទេទៅចុះមិនបាច់បារម្ភពីខ្ញុំទេមែនណាអូខេតែទៅស្អីទៅដែរអត់ទេឯងនឹងទៅដេញហើយតើអរគុណហើយណាបានជួបគ្នាសាយជួបគ្នាgood night ណៃ
ที่เราไม่รักทำให้รักทำให้ใจมันรักทำอย่างไรហូប៉ាងនេះណាចេញមកនៅពួនធ្វើអីហ៎តិចអាមីវាមកឃើញវាខំទៅណាចេញមកមកចេញមកមកទៅដេកចូលផ្ទះវិញចូលប្លុករីត្រីសួស្ដីចាម៉ាក់ទេចាសួស្ដីកូនយ៉ាងម៉េចត្រឡប់មកវិញហើយហ៎ត្រឡប់មកដល់យូរហើយចាតាបានទៅណាទេណាហេស្អែកនេះកុំភ្លេចណាមានណាត់ជាមួយម៉ាក់ផងណាយើងប្រាប់ថាពេលចេញធ្វើការយើងនឹងទៅម្ដងម៉ាក់ដល់ shopping ណាស្ដាប់បានហើយលោកស្រីបំរើម្នាក់នេះនឹងទៅជួយយូរឲ្យបានលោកស្រីចាចោស្ដាប់វានិយាយចោណែកូនកុំភ្លេចតែងខ្លួនស្អាតទៅផងណាកូនប្រែថាម៉េចនឹងម៉ាក់អត់អីទេកូនគឺយើងគួរតែរៀបខ្លួនឲ្យបានស្អាតមែនទេទើបវាមិនខូចឈ្មោះព្រោះអីគេស្គាល់កូនជាកូនម្ចាស់ហាងសម្លៀកបំពាក់មែនទេបើសិនជាតែងខ្លួនមិនសមរម្យវាអាចនាំឲ្យខូចដល់ឈ្មោះម៉ាក់ទៀតផងណាប្រកាសចិត្តហើយអាចារ្យប្រកាសហើយចារឿងអីមិនប្រកាសនោះមិនមែនណាត់ខ្ញុំឲ្យទៅជួបបងដូចមុនទៀតទេម៉ាក់អូយណាត់បត់ស្អីហ្នឹងណាហេឃើញម៉ាក់ជាមនុស្សយ៉ាងម៉េចចាគឺកូនស្រីប្រាប់ថាមិនចូលចិត្តម៉ាក់មិនធ្វើទេណាឲ្យតែវាប្រកាសទៅចាណាហើយចុះអត់មានអីទេម៉ាក់គ្រាន់ទូរស័ព្ទទៅ confirm ប៉ុណ្ណោះឯងចាជំរាបលាចាជំរាបលាកូនណែកុំភ្លេចតែងខ្លួនស្អាតទៅផងណាកូនចាលោកស្រីបាយនាងចេនគេថាមិនដែរទៅរៀបរយហើយចាទោះបីវាឆ្លាតយ៉ាងណាក៏ដោយវាក៏មិនឆ្លាតដល់ម្ដាយរបស់វាដែរមែនទេបន្តិចទៀតគង់ក៏ត្រូវដូចមុនអញ្ចឹងចាអេនឹងពៅនេះគឺបងចង់បានចៅពោឆាប់ណាឯម៉ាក់ក៏ចង់បានចៅទួនពោឆាប់ដែរមែនទេគឺម៉ាក់ត្រូវតែប្រើវិធីនេះហើយឯងនេះក៏គួរតែកាន់ខាងបងដែរយល់ទេស្រីសម័យនេះណាគេអាចនៅម្នាក់ឯងបានបើសិនជាមិនចង់មានប្តីទេមិនបាច់មានទេគិតដូចឯងនេះណាចេះតែនៅបែបនេះរហូតទៅចាសោកស្ដាយណាស់ចាខ្ញុំគិតថានាងចេនក៏គិតបែបនេះដូចខ្ញុំដែរគិតរបៀបស្រីសម័យថ្មីណាចាមកពីវាមិនទាន់តោអ្នកណាម្នាក់ទេបើសិនជាវាតោអ្នកណាម្នាក់វិញនោះខ្ញុំថាវាប្រកាសជាទៅតាមញ៉ាយគេមុនមិនខានហើយបែបនេះឯងហើយដែលគេហៅថាស្រីសម័យថ្មីឬក៏ស្រីទាន់សម័យចាតែតាមការពិតនេះណាខ្ញុំក៏មិនដែលនឹងគិតដែរចង់ឲ្យនាងចេនវាមានប្តីឬអត់ទេនោះហើយតែតាមការពិតគឺចង់ពោចៅទួតនេះឯងបើមិនចឹងទេឲ្យនាងចេនទៅជួលប្រុសណាម្នាក់ឲ្យមករៀបការទៅណាតែត្រូវរើសយកអ្នកណាដែលឆ្លាតមុខមាត់ស្អាតបាតហើយដល់ពេលមានផ្ទៃពោះហើយលែងលះជាមួយវាវិញទៅ